ជំរាបសួរបងប្អូនប្រជាកសិករថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតទាក់ទងទៅនឹងវិធីសាស្ត្រក្នុងការគ្រប់គ្រងនៃម៉ាតូតនៅក្នុងដីបងប្អូនដឹងស្រាប់ហើយថាដំណាំទុរេនជាដំណាំមួយដែលมันមានពេលវេលានៃការជ្រោយដីឬក៏ពេលវេលានៃការសម្លាប់ពពួកនៃម៉ាតូតក្នុងដីព្រោះជាទូទៅបងប្អូនអ្នកដែលម្ចាស់ចំការទុរេនប្រកាសណាស់ថាការដាំដុះទុរេនมันងាយបានប្រើថ្នាំពពួកនៃម៉ាតូតពេលខ្លះបងប្អូនម្ចាស់ចការមួយចំនួនអត់បានសិក្សាថានៃម៉ាតូតនោះជាអ្វីបើនិយាយពីលក្ខណៈវិទ្យាសាស្ត្រគឺដូចជាពួកព្រូនដែលនៅក្នុងពោះវៀនមនុស្សឬក៏វៀនសត្វជាដើមมันខុសអីពីដំណាំកសិកម្មយើងពួកនៃម៉ាតូតនេះគឺជាពួកសត្វល្អិតមួយដែលទៅបំផ្លាញសរីរៈរបស់ឫសជាពិសេសប្រព័ន្ធឫសបំផ្លាញហើយវាឲ្យមានបញ្ហាសឹករីករាលដាលខូចឫសហើយងាយនឹងប្រឈមនឹងបញ្ហាជំងឺទៀតផងហើយជាពិសេសទៅលើប្រព័ន្ធស្លឹកបងប្អូនអាចមើលទៅលើប្រព័ន្ធស្លឹកទី1ឃើញស្លឹកមានសញ្ញាតាក់ទងទៅនឹងជ្រុះមានន័យថាជ្រុះស្លឹកចាស់កើស្លឹកថ្មីដែលជាបញ្ហារបស់ទុរេនដែលងាយប្រឈមនឹងគ្រោះថ្នាក់ទៅដល់សុខភាពដើមសុខភាពឫសដែលធ្វើឲ្យទុរេននោះងាយជួបបញ្ហាតាក់ទងនឹងការផលិតផ្កាផ្លែមិនបានសមរម្យមិនបានស្អាតហើយមិនបានល្អទៀតផងហើយអាចធ្លាក់ទិន្នផលចំណុចនេះហើយដែលខ្ញុំមានវីដេអូនេះដើម្បីលើកជាចំណុចខ្វះខាតឲ្យបងប្អូនបានដឹងដើម្បីបងប្អូនងាយស្រួលស្វែងយល់ហើយងាយស្រួលក្នុងការគ្រប់គ្រងអញ្ចឹងអ្វីដែលជាគោលដៅមានផលិតផលមួយដែលជាដំណោះស្រាយបានគឺ Sovigo Sovigo ប្រកាសណាស់ថាក្រុមហ៊ុនផ្សេងៗក៏មានសារធាតុអននេះដែរប៉ុន្តែវាតាក់ទងនឹងបច្ចេកវិទ្យានៃការផលិតដែលធ្វើឲ្យការជ្រាបចូលបានជ្រៅទៅលើផ្ទៃឫសហើយមានសមត្ថភាពខ្លាំងក្នុងការទៅសម្លាប់មេពងពពួកនៃវត្ថុក្នុងដីសូម្បីតែយើងផ្នែកទទេយើងអាចមើលឃើញទេប៉ុន្តែអ្វីដែលយើងមើលឃើញបានគឺផ្ទៃស្លឹកឆ្លុះបញ្ចាំងឲ្យឃើញថាទី1មានវត្តមានជ្រុះច្រើនទី2មានវត្តមាននៃការឆេះស្លឹកទី3ធ្វើឲ្យប្រព័ន្ធឫសមួយចំនួនចាប់ផ្ដើមខូចរីករាលដាលជំងឺអ្វីដែលយើងអាចជួយបាននៃម៉ាតូតគឺជាផលិតផលមួយដែលគ្រប់គ្រងបានល្អប៉ុន្តែយើងទៅធ្វើម៉េចដើម្បីឲ្យដឹងថាប្រកាសថានៃម៉ាតូតគឺយើងទី1យើងសង្កេតនៅក្នុងចំការរបស់យើងស្លឹកដើមនិងឫសឬក៏មានបញ្ហាខ្មោចនៅលើផ្ទៃដើមជាដើមជាក់ស្ដែងដូចដើមនេះបងប្អូនអាចឃើញទេមានសបកវាអត់ស្អាតអញ្ចឹងដែលជាសញ្ញាដែលធ្វើឲ្យពពួកនៃម៉ាតូតងាយគេហៅថាងាយកើតហើយងាយបំផ្លាញទៅលើប្រព័ន្ធឫសរបស់ដំណាំរបស់យើងបាទអញ្ចឹងនៃម៉ាតូតសំខាន់ហើយអ្វីដែលជួយបានគឺផលិតផលរបស់ Syngenta ឈ្មោះ Sovigo Sovigo យើងអាចប្រើចំនួន2លីត្រក្នុងទឹក1000លីត្រស្រោចបានរហូតដល់80ដើមដើម្បីគ្រប់គ្រងនៃម៉ាតូតបានល្អយើងអាចមួយឆ្នាំស្រោច2ទៅ3ដងជំនាញក្នុងការគ្រប់គ្រងនៃម៉ាតូតបានល្អហើយសម្រាប់ពងសម្រាប់ទាំងមេយើងអាចប្រើក្នុងចំណុះដែលខ្ញុំនិយាយពីខាងដើមគឺល្អសម្រាប់ដំណាំអញ្ចឹងខ្ញុំមានវីដេអូប៉ុណ្ណឹងដើម្បីចែកម្លែកដល់បងប្អូនហើយជាពិសេសអ្នកដែលដាំដុះដំណាំទុរេនបាទអញ្ចឹងអរគុណ